Ok, số sợi là cái này và cùng căn video thay chẳngថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមេរៀនមួយគឺរបៀបដាក់សំឡេងនៅក្នុង PowerPoint ឥឡូវឧទាហរណ៍ថាយើងមាន PowerPoint មួយហើយយើងចង់ឲ្យ PowerPoint យើងហ្នឹងមានសំឡេងហើយបង្កើតវាជាវីដេអូយើងត្រូវធ្វើម៉េចអូខេអញ្ចឹងរបៀបធ្វើឥឡូវឧទាហរណ៍ថានេះគឺជា PowerPoint របស់ខ្ញុំសុំនេះឲ្យទូចតិចអូខេអញ្ចឹងអានេះគឺជា PowerPoint របស់ខ្ញុំហើយវាអត់មានសំឡេងទេអ្នកនរអញ្ចឹងរបៀបដាក់សំឡេងអ្នកគ្នាគ្រាន់តែមាន PowerPoint មកបន្ទាប់មកអ្នកគ្នាមើលលើ toolbar នេះហើយរកពាក្យថា insert អញ្ចឹងនៅក្នុងកន្លែង insert ហ្នឹងអ្នកគ្នារកពាក្យថា audio ឬក៏ sound ទៅតាម version របស់ Office របស់អ្នកគ្នាអញ្ចឹងអានេះអ្នកគ្នាយកពាក្យ audio នេះតមកកន្លែងនេះគឺយើងអាចធ្វើការ record audio យើងក៏បានឬក៏បើសិនមកយើងមានជាសំឡេងផ្ទាល់យើងអាច import មកពីdrive C drive D ឬក៏ document file ក៏បានដែរចានេះដោយសារខ្ញុំមានសំឡេងនេះក្នុងកុំព្យូទ័រខ្ញុំយកអានេះមក audio on my PC អូខេអញ្ចឹងបន្ទាប់មកយើងទៅរកវីដេអូសំឡេងរបស់យើងអញ្ចឹងនេះគឺជាសំឡេងឧទាហរណ៍របស់ខ្ញុំអូខេខ្ញុំដាក់ប៉ុណ្នេះមកបន្ទាប់មកខ្ញុំចុចពាក្យថា insert អូខេអញ្ចឹងចុច insert អ្នកគ្នាអាចធ្វើការ play sound ហ្នឹងអ្នកគ្នាពេលទាញវាចាប់អានេះឲ្យជាប់អ្នកគ្នាចាប់អារូប icon នេះឲ្យជាប់មកអ្នកគ្នាចុចអញ្ចឹងសំឡេងរបស់នេះគឺចេះប៉ុន្តែអានេះបើសិនបើខ្ញុំ play PowerPoint ខ្ញុំចំណងមានសំឡេងអត់ដាក់ប៉ុណ្្នឹងហើយគឺមិនទាន់មានអ្នកគ្នាលុះតាអ្នកគ្នាចុច play វាបានវាមានឧទាហរណ៍ថាខ្ញុំចុច play វាឡើងនេះប៉ុន្តែខ្ញុំអត់ចង់បានអញ្ចឹងទេអ្នកគ្នាខ្ញុំអត់ចង់បានអញ្ចឹងទេខ្ញុំចង់ឲ្យនៅពេលដែលខ្ញុំ play slide នឹងភ្លាមគឺសំឡេងឬក៏វីដេអូហ្នឹងគឺឲ្យវាលេងជាមួយគ្នាហ្មងអូខេឥឡូវខ្ញុំចូលអានេះខ្ញុំដាក់នៅនេះវិញចុះ insert ខ្ញុំចូល insert ដែរ audio ខ្ញុំដាក់នៅ slide ទី1ចុះអូខេខ្ញុំដាក់ទីតាំងណាក៏បានទីមកក្រោមក៏បាននៅលើក៏បាននៅពេល play វាបាត់ឯណាគ្នាឥឡូវដាក់នៅក្រោមនេះតបមកដើម្បីឲ្យវាលេងអូតូម៉ាទិកអ្នកគ្នាមិនបាច់ចាំ click គឺអ្នកគ្នាចូលទៅកន្លែង play back នេះរួចអ្នកគ្នាយកពាក្យថា start ហើយកន្លែងហ្នឹងអ្នកគ្នាយកពាក្យថា automatically អូខេអញ្ចឹងប៉ុណ្ណឹងមកអ្នកគ្នាចុច play អូខេអញ្ចឹងនេះគឺវា play automatic ទេប៉ុន្តែពេលអ្នកគ្នាបង្កើតមានថាចង់ឲ្យវាplay មិនបាច់ចាំយើងចុច mouse on click ដូច slide អានេះលុះត្រាអញ្ចឹងអ្នកគ្នាខ្ញុំចុចទៅមួយ slide ពីរ slide អញ្ចឹងវាបាត់សំឡេងបាត់ហើយអូខេអញ្ចឹងដើម្បីកុំឲ្យមានបញ្ហាហ្នឹងឥឡូវឧទាហរណ៍ថា slide ខ្ញុំចង់ឲ្យវាមាន animation អីទៅខ្ញុំ control A វាមកខ្ញុំយកពាក្យថា animation transition ឲ្យវាចេញពីណាពីណីអញ្ចឹងអ្នកគ្នាឥឡូវខ្ញុំយកពីអានេះចុះឲ្យវាចេញពីចេះហើយនេះជាក់ស្ដែងបើសិនមកអ្នកគ្នានៅលើ slide ដូចមេរៀនខ្ញុំមុនបើសិនមកចង់ឲ្យវារត់អូតូអ្នកគ្នាដោះអា mouse on mouse click នេះអញ្ចឹងគឺវារត់អូតូហើយប៉ុន្តែនៅពេលយើងបង្កើតជាវីដេអូយើងមិនបាច់ចាំអង្គុយធ្វើអាហ្នឹងម្ដងមួយក៏បានអ្នកគ្នាគឺវានឹងអូតូម៉ាទិកហ្មងឥឡូវគោលបំណងខ្ញុំចង់បង្កើតវាជាវីដេអូអញ្ចឹងខ្ញុំអត់ខ្វល់ពីកន្លែង on mouse click នេះទេ on mouse click មានន័យថាម៉េចមានថាខ្ញុំ play នេះ slide 1សូមខ្ញុំចង់ទៅ slide ទី2គឺថាខ្ញុំចុចarrow key ឬក៏ចុច mouse បានវាទៅមួយ slide ទៀតអូខេអញ្ចឹងអាហ្នឹងសម្រាប់អ្នកចង់លេងលើ slide តែសម្រាប់អ្នកចង់ play ជាវីដេអូយើងមិនបាច់ចាំអង្គុយ check អាហ្នឹងម្ដងមួយទេហើយមួយទៀតអ្នកគ្នាត្រូវធ្វើការ setting កន្លែងនេះសំខាន់ fade in និង fade out ឥឡូវឧទាហរណ៍ថាខ្ញុំមានវីដេអូខ្ញុំមានសំឡេងរបស់ខ្ញុំអញ្ចឹងសំឡេងរបស់ខ្ញុំនៅពេលដែលចូលធម្មតាវាអត់ទៅលឺអ្នកគ្នាត្រូវទេបើតាមស្តង់ដារគឺ play អញ្ចឹងភ្លាមគឺយើងដាក់វាលឺខាងចាំភ្លាមឯងរបៀបលឺពីសំសំឡេងតិចទៅសំឡេងខ្លាំងអញ្ចឹងកន្លែងហ្នឹងសំឡេងចូលអ្នកគ្នាយកវាឧទាហរណ៍ថា50ឬក៏70ទៅអាហ្នឹងអាស្រ័យទៅតាមប្រភេទវីដេអូរបស់អ្នកគ្នាហើយអាបញ្ចប់នេះដូចគ្នាអញ្ចឹង fade out គឺមានថាសំឡេងបញ្ចប់នៅពេលដែលដើរដល់ slide ចុងក្រោយសំឡេងរបស់យើងវានឹង review ដូចអាសំឡេងបញ្ចប់អញ្ចឹងឥឡូវថយកន្លែងនេះដាក់75ដូចគ្នាចុះអូខេអញ្ចឹងសេរីប៉ុណ្ណឹងហើយអ្នកគ្នាអាចធ្វើការបង្កើតជាវីដេអូអូខេខ្ញុំឥឡូវខ្ញុំចូល file ទៅតោះមកខ្ញុំយកពាក្យថា export ខ្ញុំយកពាក្យថា create video អូខេអញ្ចឹងកន្លែងនេះគឺទំហំវីដេអូថាតើទំហំយើងចង់បានប្រហែល 4K ឬក៏ 2K ឬក៏180អីចឹង pixel ចឹងទៅហើយកន្លែងនេះគឺជារយៈពេល slide មានថាពីមួយ slide ទៅមួយ slide ឲ្យវាប្រហែល
second ចឹងបើថាគ្នាចង់ឲ្យបានយូរយើងបង្កើតឲ្យនឹងទៅដល់10 second ទៅអញ្ចឹងពីមួយ slide ទៅមួយ slide វារត់តែប៉ុណ្ណឹងហើយឥឡូវឧទាហរណ៍ថានេះខ្ញុំចង់បាន10 second អញ្ចឹងខ្ញុំអាចបង្កើត create តែនេះខ្ញុំដាក់5ទៅដើម្បីធ្វើឲ្យអ្នកគ្នាមើលវារៀងលឿនខ្ញុំ create ទៅអូខេខ្ញុំ export អញ្ចឹងនៅពេលដែល export ចប់អ្នកគ្នាមើលកន្លែង toolbar ក្រោមនេះអញ្ចឹងកន្លែងហ្នឹងគឺវាកំពុង progress អញ្ចឹងនៅពេលដែលវាដាក់ចប់គឺកន្លែងហ្នឹងគឺវា load បានហើយអញ្ចឹងអ្នកគ្នាចាំបន្តិចទៅអូខេអញ្ចឹងខ្ញុំដាក់5 second វាលឿនដែរអូខេអញ្ចឹងវាចប់ហើយអញ្ចឹងវាដាក់ថាដាក់អានេះគឺដាក់សំឡេង .mp4 អញ្ចឹងខ្ញុំចូលទៅមើលទីតាំងដែលខ្ញុំ save ទុកហ្នឹងមកនេះអ្នកគ្នាអញ្ចឹងជាមួយខ្ញុំធ្វើការ play វីដេអូហ្នឹងអ្នកនេះឃើញនៅពេលដែលសំឡេងនៅពេលវីដេអូយើងចូលមកវាមិនមែនចូលខ្លាំងដូចសំឡេងរបស់យើងទេវានឹង reduce អាសំឡេងយើងកន្លែង fade in ហ្នឹងពីបន្តិចមកខ្លាំងអូខេខ្ញុំផ្លែទៀតអូខេអ្នកគ្នាអញ្ចឹងអាកន្លែងនេះមិញគឺយើងអត់បានដូរនៅកន្លែង on mouse click នេះគឺវាទៅសំឡេងកន្លែងនេះខ្ញុំដាក់វាមកព្រោះមិញវាចាប់តែ slide ទី1ណាគ្នាអញ្ចឹងយើងធ្វើការកែម្ដងទៀតខ្ញុំកែដោយសារមិញវីដេអូពេល play វា load ត្រូវប៉ុន្តែវាជាប់នៅ slide ទី1វាអត់ automatic អូខេខ្ញុំទៅមើល playback របស់ខ្ញុំអូខេ playback start automatically fade in នេះអ្នកគ្នាអ្វីយើងភ្លេចមិញគឺយើងភ្លេច tick play across slide ព្រោះបើសិនបើយើងដូរ mouse click មានថាឲ្យវារត់ automatic យើងមិនបាច់ចាំយក play across slide ទេប៉ុន្តែបើសិនមកក្នុងករណីហ្នឹងយើងចង់ឲ្យវា play across slide យើងត្រូវយកកន្លែងនេះឲ្យថាពីរត់មួយ slide ទៅមួយ slide មិនបាច់ចាំអង្គុយកែអ្នកគ្នាត្រូវចុចកន្លែងនេះ play across slide អូខេប៉ុណ្ណឹងមកខ្ញុំធ្វើការ export ម្ដងទៀតcreate video កន្លែងនេះដាក់បន្តិចទេ3ឆាប់លឿនអូខេខ្ញុំដាក់ថាវីដេអូ01អូខេឲ្យវា export ម្ដងទៀតអូខេខ្ញុំទៅមើលម្ដងទៀតវីដេអូខ្ញុំវារត់នៅគេឃើញអញ្ចឹងពីមួយ slide ទៅមួយ slide វាចាប់តាមរត់ហើយដោយសារយើងភ្លេចទីកន្លែងវិញគឺរត់ទៅបន្តិចអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយ